សួស្តីអ្នកគ្នានិយាយទៅតកតងជាមួយនឹងព័ត៌មានសាំងដែលខាងប្រទេសថៃបាននិយាយទៅតាំងព័ត៌មានហ្នឹងចេញតាំងពីម្សិលមិញហើយក៏មានប្រជាជនយើងក៏ប្រតិកម្មតកតងជាមួយនឹងច្រើនហើយក៏ខាងសម្ដេចតាំងពីបកដាយប់គាត់ក៏បានចេញនៅខិតថ្លែងការណ៍មួយតកតងជាមួយនឹងការថៃមានគម្រោងក្នុងការបិទនាំចេញនៅប្រេងឥន្ធនៈមកប្រទេសកម្ពុជាហើយក៏នេះគឺជាគម្រោងរបស់គេក្នុងការបើសិនជាប្រទេសកម្ពុជាមិនព្រមនៅធ្វើតាមនៅអ្វីដែលគេស្នើសុំមកប្រទេសកម្ពុជាដូចថាការចរចាឬក៏បញ្ហាព្រំដែនបិទបើកនៅច្រកព្រំដែនអីចឹងគេនឹងធ្វើការបិទនៅការនាំចេញប្រេងឥន្ធនៈពីប្រទេសថៃមកប្រទេសកម្ពុជាហើយក៏មួយទៀតប្រទេសថៃគេគិតថាប្រទេសកម្ពុជាពឹងផ្អែកទៅលើខារ៉ាប្រេងឥន្ធនៈដែលនាំចូលពីថៃហ្នឹងគឺច្រើននិយាយទៅ55%ដែលយើងនាំចូលពីខាងប្រទេសថៃមកហើយតែគ្រាន់ថាដូចសម្ដេចបាននិយាយអញ្ចឹងគេភ្លេចគិតថាតើប្រទេសថៃមានក្រុមហ៊ុនជាជនជាតិថៃហ្នឹងគឺ PTT ដែលអស់ស្គាល់ហើយថាជាក្រុមហ៊ុនរបស់ថៃប្រេងអ្នករបស់ថៃអញ្ចឹងមិនដឹងថាតើប្រទេសថៃអ្នកដែលគាត់ចេញគម្រោងនេះគាត់ហ្នឹងគឺខាងមុំគេហៅថាខ្សែរាជវង្សដែរតែខ្ញុំអត់បានស្គាល់ឈ្មោះគាត់រំបាត់ទេគាត់បាននិយាយថាការធ្វើបែបនេះធ្វើឲ្យមានការដាក់សម្ពាធលើប្រទេសកម្ពុជាអញ្ចឹងណាតែគាត់បានគិតថាគាត់មានក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅប្រទេសកម្ពុជាដែរទេបើសិនជាគាត់គិតពីថាផលប៉ះពាល់ពីដែលថាក្រុមហ៊ុនឯកជនដែលគាត់មកទៅរកស៊ីនៅប្រទេសខ្មែរគឺគាត់គិតពីគម្រោងហ្នឹងដែរអញ្ចឹងអានេះខ្ញុំនិយាយតកតងជាមួយនឹង plan ទី1របស់គេក្នុងការដាក់សម្ពាធមកប្រទេសកម្ពុជាបើសិនជាប្រទេសកម្ពុជានៅតែបន្តមិនព្រមចរចាមិនព្រមបើកឬក៏ករណីដែលថានិយាយទៅខាងថៃស្នើមកយ៉ាងម៉េចប្រទេសកម្ពុជាយើងគឺ say no រហូតហើយអញ្ចឹងនេះគឺជា plan A របស់គេណាហើយ plan B របស់គេគឺបើសិនជាគេបិទការនាំចេញពីនាំចេញប្រេងឥន្ធនៈមកប្រទេសកម្ពុជាពិតមែនគេគិតថាប្រទេសកម្ពុជានឹងធ្វើការស្វែងរកទិញប្រេងឥន្ធនៈពីប្រទេសឡាវជាមួយនឹងប្រទេសវៀតណាមហើយគេក៏គេនិយាយដែរថាប្រទេសឡាវជាមួយនឹងប្រទេសវៀតណាមគឺក៏ទិញប្រេងឥន្ធនៈពីប្រទេសថៃដែរអញ្ចឹងគេអាចនិយាយគ្នាបានពីព្រោះគេគឺជាម្ចាស់តំណែងគេអាចនិយាយទៅអ្នកទិញបានថាខ្ញុំអាចលក់ឲ្យអ្នកឯងបានតែកុំឲ្យលក់ប្រេងឥន្ធនៈហ្នឹងតទៅឲ្យប្រទេសកម្ពុជានេះគឺជា plan របស់គេក្នុងការ block មកឲ្យប្រទេសផ្សេងហ្នឹងមកលក់ប្រេងឥន្ធនៈឲ្យយើងអញ្ចឹងណាអាហ្នឹង plan B plan C របស់គេបើសិនជាប្រទេសឡាវជាមួយនឹងប្រទេសវៀតណាមអត់ទិញអត់ព្រមលក់ឲ្យយើងទេប្រទេសកម្ពុជាយើងនឹងបំបែរទៅរកទិញប្រេងឥន្ធនៈពីប្រទេសសិង្ហបុរីអញ្ចឹងគេក៏មាន plan មួយទៀតគឺ plan C របស់គេហ្នឹងគឺគេនឹងបិទអាវថៃអ្នកនរគ្នាដឹងស្រាប់ហើយអាវថៃគឺជាច្រកដឹកទំនិញតាមកប៉ាល់ពីប្រទេសសិង្ហបុរីផ្សេងឬក៏ប្រទេសផ្សេងពីក្រៅពីសិង្ហបុរីហ្នឹងចូលមកប្រទេសថៃហើយក៏តពីប្រទេសថៃមកកម្ពុជាដែរអញ្ចឹងគេថាបើសិនជាយើងទៅទិញពីសិង្ហបុរីដឹងតែគេបិទតែច្រកហ្នឹងគឺមិនឲ្យធ្វើម៉េចក៏ដោយគឺកុំឲ្យមានការដឹកប្រេងឥន្ធនៈមកដល់ប្រទេសកម្ពុជានេះគឺជា plan A B C ដែលថៃកំពុងតែធ្វើនឹងគម្រោងរបស់គេមកនៅប្រទេសកម្ពុជាហើយអានេះក៏ដោយសម្ដេចគាត់និយាយអញ្ចឹងបើសិនជាអ្នកឯងគិតថាធ្វើអញ្ចឹងទៅมันប៉ះពាល់ដល់គេហៅថាក្រុមហ៊ុនឯកជនរបស់ប្រទេសថៃដែលកំពុងធ្វើការរកស៊ីនៅប្រទេសកម្ពុជាទេអ្នកឯងធ្វើចោះអញ្ចឹងណាហើយមួយទៀតនេះក៏ជាការគេហៅឱកាសសម្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈនៅប្រទេសកម្ពុជាដែរដែលមានដូចជាតេឡាជាមួយនឹងសូគីមិចតែខ្ញុំក៏អត់ដឹងច្បាស់ដែរថាតើប្រេងឥន្ធនៈរបស់ខាងតេឡាជាមួយសូគីមិចគាត់នាំចូលមកពីប្រទេសណាអញ្ចឹងណាហើយតែគាត់ថាឃើញតេឡាក៏បានចេញមកស្ដីប្រកាសក្នុង page របស់គាត់ដែរថាគាត់មានគេហៅថាមានប្រេងឥន្ធនៈគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់មកលើប្រទេសកម្ពុជាយើងអញ្ចឹងហើយខ្ញុំគិតថាវានឹងមានការឡើងថ្លៃប៉ុន្តែសូមឲ្យប្រជាពលរដ្ឋគាត់គេហៅថាបើសិនជាមានហេតុការណ៍ហ្នឹងមែនហើយខាងតេឡាគាត់ឡើងថ្លៃអីបើថាឡើងឲ្យតិចតួចអូខេអាហ្នឹងគឺយើងយល់នៅក្នុងវិបត្តិកំពុងតែមានវិបត្តិអញ្ចឹងណាព្រោះការនាំចូលប្រេងឥន្ធនៈមកពីរំបាយអញ្ចឹងទៅហើយមួយទៀតតកតងជាមួយនឹងសម្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈនៅប្រទេសកម្ពុជានេះគឺជាគំនិតរបស់ខ្ញុំតាំងពីដើមតាំងពីតែចេញថាកូកាមិនប្រើរបស់មកពីថៃមកពីអីហ្នឹងគឺជាប្រេងឥន្ធនៈអីចឹងណាគឺអានេះគឺជាគំនិតខ្ញុំចង់និយាយថាចុះប្រេងឥន្ធនៈរបស់យើងអាចបង្កើតជាកញ្ចប់ដោយខាង PTT បានអត់ PTT គេមានប្រេងឥន្ធនៈក៏និយាយទៅគាត់និយាយមួយម៉ាត់ហ្មងក្រាសាំងកញ្ចប់ជាមួយនឹងហាងកាហ្វេជាមួយហើយមានកញ្ចប់ខ្លះទៀតជាមួយនឹងខាងអី7-Elevenអញ្ចឹងណាហើយតែយើងអាចធ្វើបានដូចគេអត់
សម្រាប់ខ្ញុំគាត់ថាយើងធ្វើបានគឺកាហ្វេគេចាប់កាហ្វេហាងសាំងជាមួយកាហ្វេយើងប្រើនៅកាហ្វេក្នុងស្រុកយើងបានតម្លៃមិនថ្លៃទេយើងអាចយកមកប្រើបានហើយក៏ការផ្គត់ផ្គង់ក៏អាចបានច្រើនដែរព្រោះឃើញគាត់ដាក់នៅលើទីផ្សារលក់នៅប្រទេសកម្ពុជាយើងគឺយូរហើយគឺកាហ្វេក្នុងស្រុកយើងគឺកាហ្វេមកពីមណ្ឌលគិរីកាហ្វេរតនគិរីជាមួយកាហ្វេទាំងថែងគឺខ្ញុំមិនខ្ញុំថាគ្រប់ត្រតែខាងបរទេសទេខ្ញុំអ្នកវិស័យកាហ្វេអញ្ចឹងកាហ្វេគឺខ្ញុំញ៉ាំគ្រប់ brand ទាំងអស់មិនថាបោះមកប្រទេសណាក៏ដោយក៏ខ្ញុំញ៉ាំដែរខ្ញុំសាកម៉ាឡេឥណ្ឌូនេស៊ីហ្វីលីពីនថៃចិនសិង្ហបុរីហើយជាមួយនឹងខាងខ្មែរគឺខ្ញុំញ៉ាំដែរតាក់ទងជាមួយនឹងកាហ្វេហ្នឹងគឺបោះមណ្ឌលគិរីរតនគិរីនិងទាំងថែងក៏គុណភាពក៏ល្អដែរអ្នកនរគ្នាគឺមិនអន់ជាងកាហ្វេគេហ្មងនេះអញ្ចឹងអាចធ្វើជាហាងកាហ្វេភ្ជាប់ជាមួយនឹងការ៉ាសាំងមកប្រើផលិតផលហាងផលិតផលកាហ្វេរបស់ក្នុងស្រុកយើងមកហើយបើសិនជាម៉ាត់ខ្ញុំគិតថាម៉ាត់អត់មានធ្វើបែបម៉ាត់ផលិតផលយើងឃើញមហឹកក្រោយមហឹកធំនេះដែលធ្វើការបិទនៅថាមិនគ្រប់ត្រផលិតផលថៃឃើញសិប្បកម្មផ្លែកមកដែលយើងមិនដឹងពីមុនមកថាគាត់មិនដឹងពីមុនមកថានឹងមាននៅប្រទេសកម្ពុជាគឺមានអ្នកគ្នាគឺយើងអាចមិនថាខ្មែរមិនមែនថាក្នុងម៉ាតហ្នឹងប្រើតែផលិតផលខ្មែរសុទ្ធហ្មងយើងជាតថៃមួយទៅមកប្រទេសអីវៀតណាមក៏បានចិនហ្វីលីពីនឥណ្ឌូនេស៊ីម៉ាឡេស៊ីឥណ្ឌូនេស៊ីក៏មានផលិតផលល្អថ្ងៃមួយខ្ញុំទៅពិព័រណ៍ខាងឥណ្ឌូនេស៊ីមកផលិតផលក៏ល្អយករបស់គាត់មកតម្លៃសមរម្យទៀតយកមកលក់នៅក្នុងម៉ាតយើងនិយាយទៅយើងធីបតែខាងថៃចោលទៅក៏អត់មានបញ្ហាដែរមិនអត់ពីថៃខ្មែរយើងអត់ដែរផឹករបស់ខ្មែរយើងណារបស់ខ្មែរយើងក៏មានដែរក្រុមហ៊ុនផលិតនៅភេសជ្ជៈទឹកសុទ្ធទឹកក្រូចទឹកផ្លែឈើផឹកទឹកតែអីក៏ខ្មែរយើងមានដែរអញ្ចឹងខ្ញុំគិតថាអត់ពីខាងបែកលេខ2ហ្នឹងទៅក៏យើងអាចរស់បានដែរស៊ីសងលើយើងហ៊ានឬក៏អាចថាយើងហ៊ានឬក៏មួយទៀតប្រជាជនយើងនឹងធ្វើបានដូចនៅអ្វីដែលគេផុសគ្រប់ត្រនឹងបានអត់បើសិនជាអត់យើងដាច់ខ្យល់ងាប់អត់និយាយចេះសម្រាប់ខ្ញុំដាច់ខ្យល់ទេពីព្រោះខ្ញុំមិនប្រកាសថាអត់ពីគេទៅយើងញ៉ាំអត់បានដែរអ្នកនរគ្នានឹងអត់ហាងនំប៉័ងនៅប្រទេសយើងក៏ច្រើនដែរមិនថាញ៉ាំបាននៅនំប៉័ង 7-Eleven នេះអូខេអានេះគឺជាកំណត់របស់ខ្ញុំមួយហើយក៏ជាឱកាសរបស់ខាងប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាយើងដែរអានេះគឺជាឱកាសហើយគឺជាឱកាសនៅក្នុងការប្រមូលលុយនិយាយចេះហ្មងហើយក៏ជាឱកាសនៅក្នុងការពិសោធន៍ឲ្យប្រជាជនខ្មែរយើងដឹងថាសេវារបស់យើងក៏មិនអន់ជាងសេវារបស់គេកាហ្វេខ្មែរយើងក៏មិនអន់ជាងកាហ្វេពីខ្មែរយើងមិនអន់ជាងកាហ្វេ Amazon ដែរកាហ្វេមណ្ឌលគិរីរតនគិរីទាំងថៃយើងក៏ឆ្ងាញ់ជាងកាហ្វេ Amazon ដែរហើយក៏ម៉ាតក៏មិនជឿថាម៉ាតរបស់យើងអត់មានផលិតផលថៃចូលក៏មិនដឹងថាវាត្រូវបះជើងមិនយើងយកប្រទេសពីផ្សេងពីប្រទេសផ្សេងមកដែរមិនមែនជាផ្ទះលេខ2របស់ថៃហ្នឹងអាហ្នឹងយើងអាចធ្វើបានអាហ្នឹងក៏រួមដៃពីវិជាពលរដ្ឋរបស់យើងដែរថាគ្រប់ត្រឬក៏មិនគ្រប់ត្រអ្នកខ្លះគ្រប់ត្ររបស់ថៃគេនៅគ្រប់ត្រទៅប៉ុន្តែក្នុងនាមស្មារតីក៏គួរតែមានរបស់ខ្មែរខ្លះផងអញ្ចឹងណាផ្ទះខ្ញុំមិនថាអត់មានទេមានប៉ុន្តែបើសិនជាដូចខ្ញុំធ្លាប់និយាយពីវីដេអូមុនមកអញ្ចឹងបើសិនជាផលិតផលមួយខំពឹងទៅលើផ្ទះលេខ2ពេកយើងពឹងទៅផ្ទះលេខ2យើងអត់មានប៉ុន្តែឥឡូវយើងមានក៏អាចធីបតែលេខ2បានដែរបើសិនជារបស់យើងមានហើយគុណភាពក៏ល្អធីបទៅតម្លៃក៏អត់ថ្លៃហើយគេគិតទៅពិសេសខាងថៃណាអ្នកឃើញវីដេអូច្រើនណាឲ្យចូលមកក្នុងប្រទេសខ្មែរយើងមើលនៅក្នុងខារ៉ា 7-Eleven នេះណាគេថាតំណែងនៅប្រទេសកម្ពុជាថ្លៃចង់សួរថាអ្នកឯងនាំចូលអត់មានបងប្អូនមកខ្ញុំម្នាក់ឯងចង់គិតថា free ពុននាំចូលមែនខ្ញុំក៏ត្រូវគិតថាការនាំចូលត្រូវបងប្អូនអញ្ចឹងតម្លៃគិតតាមនឹងដែរអ្នកឯងរបស់ក្នុងប្រទេសអ្នកឯងគឺថោកឲ្យព្រោះជារបស់ក្នុងប្រទេសអ្នកឯងពួកមានយកពីមានបងប្អូននាំចូលណាអូខេអានេះគឺប៉ុណ្ណឹងអានេះគឺជាយោបល់របស់ខ្ញុំនឹងមានអាប់ដេតផ្សេងទៀតព្រោះមួយថ្ងៃពេញនឹងហ្មងតាំងពីយប់មិនដល់ឥឡូវគឺព័ត៌មានអ្នកថាចង់និយាយថាមិនមែនអាប់ដេត1ម៉ោងទៅ1ម៉ោងណា10នាទីម្ដងអ្នកនរគ្នាអាប់ដេតគឺ10នាទីម្ដងអញ្ចឹងមានព័ត៌មានច្រើនអាចនឹងថាខ្ញុំរកអត់ទាន់ឃើញឬក៏អត់ទាន់បានប្រទះភ្នែកអញ្ចឹងណាសូមពេលទៅស្វែងរកនិងស្វែងយល់និងមកនិយាយហើយនឹងបញ្ចេញនៅយោបល់ខ្លះដល់ឲ្យបងទាំងអស់គ្នាបានដឹងនិងគិតពិចារណាអូខេអរគុណច្រើន